បុរសម្នាក់បានឈប់រថយន្តនៅពីមុខហាងលក់ផ្កាស្រស់មួយគាត់មានគោលបំណងទិញផ្កាសម្រាប់ជូនម្ដាយនាទិវាសិទ្ធិនារីអន្តរជាតិម្ដាយរបស់គាត់រស់នៅឆ្ងាយពីទីក្រុងនេះប្រហែលជាជាង100គីឡូម៉ែត្រគាត់មានគំនិតឲ្យម្ចាស់ហាងជួយបញ្ជូនបាច់ផ្កាដែលគាត់បានទិញទៅឲ្យម្ដាយដល់ទីកន្លែងដែលគាត់ស្នាក់នៅពេលចេញពីរថយន្តគាត់បានប្រទះនឹងក្មេងស្រីម្នាក់កំពុងឈរសម្រក់ទឹកភ្នែកនៅពីមុខហាងផ្កាគាត់បានដើរទៅជិតក្មេងស្រីហើយសួរថាហេតុអ្វីបានជាក្មួយយំក្មេងស្រីងើបមុខសម្លឹងបុរសទាំងកែវភ្នែកនៅដាំដោយដំណក់ទឹកក្មួយចង់ទិញផ្កាកុលាបមួយតងជូនម្ដាយតែក្មួយមានលុយមិនគ្រប់ទេពូបុរសញញឹមហើយនិយាយទៅកាន់ក្មេងស្រីថាក្មួយទៅជាមួយពូនឹងទិញផ្កាកុលាបមួយតងឲ្យក្មួយនិយាយរួចគាត់ក៏ដឹកដៃក្មេងស្រីចូលទៅក្នុងហាងរួចទិញផ្កាកុលាបក្រហមមួយតងឲ្យនាងពេលចេញមកដល់រថយន្តបុរសមានគំនិតចង់ជូននាងទៅផ្ទះហើយក៏ត្រូវបានកុមារីយល់ព្រមគាត់បានបើករថយន្តតាមការចង្អុលបង្ហាញផ្លូវរបស់ក្មេងស្រីហើយក៏បានមកដល់ទីស្ងាត់មួយដែលជាវាលបញ្ចុះសពកុមារីប្រញាប់ប្រញាល់យកផ្កាកុលាបក្រហមដាក់នៅពីមុខភ្នូររបស់ម្ដាយនាងទាំងទឹកមុខស្រងូតស្រងាត់ក្រោយពីបានជូនក្មេងស្រីទៅកាន់ទីកន្លែងដែលនាងរស់នៅរួចហើយបុរសបានវិលមកកាន់ហាងផ្កាវិញគាត់បានលុបចោលនៅគម្រោងទិញបាច់ផ្កាដោយពឹងពាក់ម្ចាស់ហាងយកទៅជូនម្ដាយជំនួសការកក់ទុកនេះគាត់បានឲ្យគេរៀបចំបាច់ផ្កាដ៏ស្រស់ស្អាតមួយបាច់រួចយកវាទៅជូនម្ដាយដោយផ្ទាល់ដោយមិនគិតពីផ្លូវដែលមានចម្ងាយរាប់រយគីឡូម៉ែត្រនោះឡើយការជួបប្រទះកុមារីកំព្រាម្ដាយបានធ្វើឲ្យបុរសយល់ឃើញថាបើសិនជាថ្ងៃនេះគាត់មិនបានមកជូនបាច់ផ្កាដល់ម្ដាយដោយផ្ទាល់ទេថ្ងៃស្អែកគាត់នឹងអាចខកខានក៏ថាបានជីវិតមនុស្សខ្លីណាស់ចូលប្រញាប់ក្តោបយកពេលវេលាសម្រាប់នៅក្បែរអ្នកដែលយើងស្រឡាញ់ឲ្យបានច្រើនរក្សាទុកនៅអារម្មណ៍ល្អៗពេលដែលនៅក្បែរញិស្សន្តានក្នុងកលៈទេសៈដែលអ្វីៗទាំងអស់មិនទាន់ហួសពេលឆ្លៀតក្នុងឱកាសនេះដែរខ្ញុំបាទសូមអនុញ្ញាតគោរពជូនពរស្ត្រីទាំងអស់ក្នុងលោកនិយាយជារួមនិងដោយឡែកបងប្អូនស្ត្រីខ្មែរសូមជួបប្រទះតែសុភមង្គលវិបុលសុខគ្រប់ប្រការនាទិវាសិទ្ធិនារីអន្តរជាតិលើកទី114ឆ្នាំ2025នេះខ្ញុំបាទសូមអរព្រគុណនិងអរគុណសូមជម្រាបលា